បណ្ដាមកពុកម្នាក់ផ្ដាំតកូនប្រុសរបស់ខ្លួនថ្ងៃនេះកូនលែងជាក្មេងតូចដែលរត់លេងតាមក្រោយឪពុកទៀតហើយកូនបានក្លាយជាបុរសពេញលក្ខណៈជាមេគ្រួសារនិងជាបង្គោលទ្រូងនៃផ្ទះដ៏ថ្មីមួយក្នុងនាមពុកជាបុរសម្នាក់ដែលឆ្លងកាត់កភ្លៀងនៃជីវិតមុនកូនពុកមានរឿងប៉ុន្មានម៉ាត់ដែលចង់ប្រាំកូនទី1ចូលធ្វើជាម្លប់មិនមែនធ្វើជាម្ចាស់កូនត្រូវដឹងថាភរិយារបស់កូនជាចាក់ចេញពីទ្រនំដ៏កក់ក្ដៅរបស់គេមកផ្ញើជីវិតលើកូនកុំប្រើអំណាចជាប្តីដើម្បីសង្កត់សង្កិនគេប៉ុន្តែត្រូវប្រើស្មាជាបុរសដើម្បីការពារគេផ្ទះដែលត្រជាក់ត្រជុំមិនមែនដោយសារតែម៉ាស៊ីនត្រជាក់ទេប៉ុន្តែដោយសារតែចិត្តត្រជាក់និងពាក្យសម្ដីដ៏ផ្អែមល្ហែមរបស់មេគ្រួសារ2កិត្តិយសរបស់កូនស្ថិតនៅលើការផ្ដល់តម្លៃឲ្យភរិយានៅចំពោះមុខអ្នកដទៃកូនត្រូវផ្ដល់តម្លៃឲ្យភរិយារបស់កូននៅបានខ្ពស់បំផុតកំហុសនៅក្នុងផ្ទះចូលដោះស្រាយដោយការបិទបាំងកុំយកភាពទន់ខ្សោយរបស់ភរិយាទៅប្រាប់ពិភពលោកព្រោះបើកូនមិនផ្ដល់តម្លៃឲ្យភរិយារបស់កូនផងតើនរណានឹងផ្ដល់តម្លៃឲ្យគ្រួសារកូន3ភាពអត់ធ្មត់គឺជាអាវុធរបស់បុរសកូននឹងទេជីវិតប្តីប្រពន្ធមិនមែនរីកស្គុះស្គាយដោយការកុលាបនោះទេវានឹងមានថ្ងៃដែលកូនហត់នឿយវានឹងមានថ្ងៃដែលកូនទាស់សម្ដីគ្នាពេលខឹងចូលកូនដើរចេញដើម្បីរងាប់អារម្មណ៍កុំប្រើកម្លាំងបាយដើម្បីដោះស្រាយបញ្ហា